សួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំទៀតហើយវីដេអូថ្ងៃនេះគឺខ្ញុំចង់ចែកម្លែកតាក់ទងទៅលើវិស័យ Forex ចង់សម្រាប់វីដេអូនេះគឺសំខាន់មែនទែនសម្រាប់បងដែលគាត់ចង់ចាប់ផ្ដើមទៅលើវិស័យ Forex ដំបូងណាមើលវីដេអូនេះឲ្យដល់ចប់បើអត់ចង់ខាតលើវិស័យ Forex ទេអូខេអញ្ចឹងខ្ញុំចែកម្លែកតាក់ទងជាមួយទៅលើវិស័យ Forex នេះបងប្អូនប្រកាសជាឆ្ងល់ហើយថាតើយើងគួរតែចាប់ផ្ដើមពីចំណុចណាមុននៅក្នុងវិស័យ Forex តើយើងគួរត្រូវធ្វើបែបម៉េចជំហានដំបូងអូខេខ្ញុំចែកម្លែកខ្លះអញ្ចឹងណាគាត់ថាព័ត៌មានមួយអិតបើសិនជាបងប្អូនចង់ដឹងអាច contact Telegram មកខ្ញុំមកខ្ញុំមានជីវិត step ក្នុងការរៀនជូនបងប្អូនអរគ្នាហើយតែទៅមួយការរៀននេះអត់មានគិតលុយគិតអីទេគឺខ្ញុំរៀន free ទេខ្ញុំមានជីវិតសម្រាប់បងប្អូនអរគ្នាអូខេជំហានដំបូងទៅលើវិស័យ Forex ដែលបងប្អូនគួរតែយល់ដឹងហ្នឹងតើបងប្អូនត្រូវយល់ដឹងថាក្នុងវិស័យ Forex ហ្នឹងវាមានអីខ្លះសម្រាប់ឲ្យយើង trade វាមានរូបិយប័ណ្ណវាមានមាសវាមានប្រេងឆៅវាមាន currency crypto អញ្ចឹងទៅណាវាមានច្រើនមែនទែនអញ្ចឹងនៅពេលដែលបងប្អូនដឹងហើយបងប្អូនត្រូវតែរៀនទៅលើគណនីទេសសាឡបងឬក៏ហៅថាគណនី demo ហ្នឹងបាទគណនីជួញដូរហ្នឹងអញ្ចឹងបងប្អូនត្រូវតែរៀនទេសសាឡបងរៀនឲ្យចេះប្រើវាឲ្យស្ទាត់សិនសំយើងដើររោជាមួយនឹង broker ណាល្អដែលយើងអាចជឿទុកចិត្តបានងាយស្រួលដាក់ដកសាច់ប្រាក់មាននៅក្នុងស្រុកខ្មែរអញ្ចឹងណាអូខេអញ្ចឹងជំហានបន្តមកទៀតបងប្អូនត្រូវតែរៀនក្នុងការវិភាគណាយើងរៀនក្នុងការវិភាគអំពីការចេញចូលផ្សារភ័ណ្ឌនីមួយតើយើងគួរតែចេញនៅពេលណាឬគួរចូលនៅពេលណាអញ្ចឹងក្នុងការរៀននេះខ្ញុំ recommend ឲ្យបងប្អូនគ្នាគឺរៀនជាមួយនឹងគណនី demo មិនមែនរៀនជាមួយនឹងគណនីពិតប្រាកដទេខ្ញុំបញ្ជាក់ត្រង់ចំណុចហ្នឹងតិចបើសិនជាបងប្អូនយកគណនីពិតប្រាកដមករៀនអញ្ចឹងមានន័យថាបងប្អូនទាំងអស់គ្នាបានចំណាយសាច់ប្រាក់ដើម្បីធ្វើការតេស្តសាឡបងទៅលើទីផ្សារមួយហ្នឹងហើយអញ្ចឹងបងប្អូនដល់ដឹងហើយថាគួរតែចេញឬក៏ចូលនៅពេលណាណាចឹងយើងអាចធ្វើបែបហ្នឹងបានទេវាឲ្យធ្វើឲ្យប៉ះពាល់ដល់សាច់ប្រាក់របស់យើងដែលយើងត្រៀមទុកបំរុងទុកនៅពេលដែលយើងរៀនចេះយើងធ្វើការ deposit ដើម្បីធ្វើការជួញដូរចឹងយើងអាចធ្វើបែបហ្នឹងបានទេណាអញ្ចឹងយើងជំហានដំបូងយើងត្រូវតែរៀនទៅលើគណនី demo ឲ្យចេះឲ្យ start សិនចាំធ្វើការចូលជាមួយនឹងគណនីពិតប្រាកដ register គណនីពិតប្រាកដដើម្បីធ្វើការចូលផ្សារណាហើយតើតើមួយការរៀនទៅលើ demo ហ្នឹងបងប្អូនគួរតែមានការ risk management មានការ set up ត្រឹមត្រូវនិយាយរួមទៅឲ្យតែបងប្អូនលក្ខណៈថារៀនជាមួយខ្ញុំបងប្អូននឹងដឹងហើយថាការ risk management បែបម៉េចការគ្រប់គ្រងទៅលើហានិភ័យបែបម៉េចចង់ដឹងឆាតមក Telegram ខ្ញុំមកខ្ញុំមានវគ្គរៀនដែលឥតគិតថ្លៃអូខេអញ្ចឹងវីដេអូខ្ញុំអត់ចង់និយាយវែងជាងហ្នឹងទេអញ្ចឹងជួបគ្នានៅវីដេអូក្រោយបាយបាយចង់ដឹងអាចឆាតមក Telegram ខ្ញុំបាន